ជំរាបសួរបងប្អូននៅក្នុងតាមសង្គម YouTube ទាំងអស់គ្នាបាទថ្ងៃនេះដែរមកជួបខ្ញុំបាទចាស់ channel កុំ subscribe បងថ្ងៃនេះដែរខ្ញុំមកមើលស្រូវកាំដួលព្រោះបានរយៈពេល1ខែហើយនឹងបានឆ្នាំស្មៅរួចរាល់អស់ហើយចាប់ពីថ្ងៃ15ខែ5មកដល់ឥឡូវហ្នឹង15ខែ6ហ្នឹងរយៈពេល1ខែពេញបងប្អូនឃើញថាស្រូវវាមិនចង្អៀតមិនស្ដាងពេកមិនល្មមបងប្អូនប៉ុន្តែនៅរៀងស្ទើរទឹកដល់ពេលចឹងស្រូវអត់សូវរីកគុំទេតើតែចូលទឹកថែមមកបានរីកគុំអានបាច់ជីបាច់អីមួយថ្ងៃពីរថ្ងៃទៀតបងប្អូនព្រោះបងប្អូននោះធ្វើស្រែប្របាស់ទឹកភ្លៀងដល់ពេលចឹងប្របាបើយើងមានស្រះខ្លួនឯងអាហ្នឹងអត់អីទេមានស្រះខ្លួនឯងចឹងបូមដាក់ផ្សើមវាទៅវាមានត្រឹមក៏អាចផលិតវាតាមនឹងទៅក៏បានប៉ុន្តែខ្ញុំនេះអត់មានបងប្អូនដល់ពេលអត់មានស្រះខ្លួនឯងចឹងវារងចាំទឹកភ្លៀងដុំហ្នឹងតាមបន្លាយមានតិចពេកដល់ពេលចឹងស្រីយើងជាងកន្លះហាត់ដែរមើលតាមបន្លាយបន្តិចបូមក្រំដែរហើយតែបដ ாய் តាមតាណាសិនណាបងប្អូនធ្វើម៉េចគឺមេឃវាអត់អំណោយផលសោះបានតែខ្មៅអត់ព្រមភ្លៀងព្រមអីនៅពេលចឹងពិបាកដែរស្រូវបណ្អាងក៏ស្រូវរសាឬការវែងនៅពេលចឹងវាអត់ដូចស្រូវខ្លីបងប្អូនចាំថ្ងៃណាចាំបាច់ជីបានប៉ុន្តែសំខាន់បើយើងមានទឹកដាក់វាពីក្មេងបាច់ជីវាពីក្មេងឲ្យវាឡើងដើមបន្តិចដល់ពេលទឹកមកឈុចទៅយើងអត់ពិបាកខ្លាចអូស្រូវបានទិន្នផលតិចអីដល់ពេលយើងលេងដើមវាពីក្មេងអាហ្នឹងទិន្នផលទៅតាមហ្នឹងដែរបងប្អូនអត់មានអីទេបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើន